សួស្តីពុកម៉ែបងប្អូនព្រឹកនៅថ្ងៃទី9 ខែ 10 2025 ទៀតហើយបងប្អូនអើយវិលចិត្តដាច់ឆ្នាំហើយបងប្អូនមួយឆ្នាំគឺលឿនខ្លាំងមែនទែនហើយឥឡូវនេះបងប្អូនអើយមេឃគឺចាប់ផ្ដើមភ្លៀង2ថ្ងៃជាប់គ្នាហើយខាងម៉ាក់លីហេងភ្លៀងវាមិនខ្លាំងទេប៉ុន្តែក៏វារំខានដល់យើងហាដលងមីណាបងប្អូនហើយថ្ងៃនេះដែរវិលមកជួបជាមួយនឹងម៉ាក់លីហេងគឺសកម្មភាពថ្ងៃនេះគឺជួបជាមួយនឹងម្ចាស់រូបផ្ទះតែម្ដងបងប្អូនឮតែសំឡេងណាម៉ាក់លីហេងអត់ដែលសូវឃើញបង្ហាញរូបជាពិសេសអ៊ំពូមីនិយាយតាមួយចំនួនធំដែលពួកគាត់ថាស្រឡាញ់រាប់អានម៉ាក់លីហេងភាគច្រើនគឺទេមកតាមលេខផ្ទាល់តែម្ដងខ្ញុំគោរពអរគុណចំពោះអ៊ំពូមីនិយាយតាទាំងអស់គ្នាដែលស្រឡាញ់រាប់អានម៉ាក់លីហេងមិនស្អប់ខ្ពើមទោះបីជាម៉ាក់លីហេងនិយាយខុសខ្លះត្រូវខ្លះប៉ុន្តែអ៊ំពូមីនៅតែជួយគ្រប់គ្រងវីដេអូរបស់ម៉ាក់លីហេងជួយចុចជួយ like ជួយ share ជាពិសេសគឺអ៊ំអ្នករ៉ូស៊ីចំនួនចាស់តែម្ដងគាត់បានផ្ដល់ជាមេរៀនផ្ដល់ជាយោបល់គំនិតល្អៗឲ្យម៉ាក់លីហេងចឹងខ្ញុំក៏អរគុណច្រើនមែនទែនចំពោះអ៊ំពូមីទាំងអស់ហើយវិលមកជួបជាមួយម៉ាក់លីហេងនេះគឺការទិញដលងមីថ្ងៃនេះគឺតម្លៃទិញចូលដលងស្ងួតបងប្អូនយកមកនៅក្នុងភូមិកញ្ចាន់រុនគឺតម្លៃ520ស្រស់160បងប្អូនសភាពនៃដលងមីរបស់យើងគឺអត់ទាន់មានម្សៅល្អទេដោយសារមេឃភ្លៀងខ្លាំងពេកបងប្អូនដលងភាគច្រើនគឺរលួយមើមពេលដែលយើងហាលគឺមានការស្វិតខ្មៅសម្បុរអត់ទាន់ឡើងសទេណាបងប្អូនហើយបញ្ជាក់ពុកម៉ែបងប្អូនទាំងអស់គ្នាមានតាមលានដលងក្រៀមស្ងួតខ្ញុំអាចកាត់លើលានបានចំពោះតែដលងម៉ាស៊ីនតូចហើយអត់ដីបើដលងម៉ាស៊ីនតូចពុកម៉ែបងប្អូនមានដីហើយសបល់ដុះផ្សិតឬមួយក៏មានឡើងឆេះម៉ាក់លីហេងក៏អត់ទទួលយកដែរព្រោះទីផ្សារនៃម៉ាក់លីហេងលក់ចេញគឺគេត្រូវការដលងស្អាតដូចគ្នាបងប្អូនចាហើយខ្ញុំក៏អរគុណអ៊ំពូមីងដូចថានឹងឯងទាំងអស់គ្នាក្នុងភូមិក៏ដោយក្នុងស្រុកក៏ដោយជាពិសេសគឺមួយអតិជនរបស់ម៉ាក់លីហេងដែលតែងតែគ្រប់គ្រងស្រឡាញ់លក់ដលងឲ្យម៉ាក់លីហេងហូហែបងលើលៀនក៏ដូចគ្នាដែរម៉ាក់លីហេងមានតែពាក្យអរគុណបើសិនជាអ៊ំពូមីងមិនលក់ឲ្យម៉ាក់លីហេងក៏អត់មានដលងទិញដែរចឹងហើយវីដេអូនេះគឺម៉ាក់លីហេងមានតែពាក្យថាអរគុណចំពោះពុកម៉ែបងប្អូនគ្រប់គ្នាមិនថាចិត្តមិនថាឆ្ងាយស្រឡាញ់រាប់អានម៉ាក់លីហេងចឹងម៉ាក់លីហេងគ្មានអីតបស្នងសងគុណពុកម៉ែបងប្អូនទេគឺមានតែជាការចេញវីដេអូចែករំលែកពីការទិញដលងលក់ដលងហើយនិងតម្លៃដលង